ការពិតដ៏គួរឲ្យខ្លាចដែលត្រូវបានខ្សឹបខ្សៀវនៅក្នុងច្រករបៀងថ្មម៉ាបរបស់ទីក្រុងតេហ៍រ៉ាន់ត្រូវបាននិយាយចេញដោយសំឡេងដែលមានសិទ្ធិអំណាចបំផុតកំហឹងសាធារណៈដែលអស់រយៈពេលជាច្រើនឆ្នាំត្រូវបានបដិសេធថាជាការងាររបស់អំណាចបរទេសឬក្រុមតូចៗឥឡូវនេះបានឈានដល់កម្រិតដែលរបបមិនអាចលាក់បាំងបានទៀតឡើយមេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់ខាមេនីប្រហែលជាលើកដំបូងក្នុងការគ្រប់គ្រងរបស់គាត់ត្រូវបានបង្ខំឲ្យសារភាពនៅលើកាមេរ៉ាថាមនុស្សរាប់ពាន់នាក់បានបាត់បង់ជីវិតក្នុងរលកបាតុកម្មដែលកំពុងគ្របដណ្ដប់ប្រទេសនេះមិនមែនជាសេចក្តីថ្លែងការណ៍ធម្មតាឬការវាយតម្លៃទេវាជាការសារភាពពីតម្លៃនៃរចនាសម្ព័ន្ធអំណាច40ឆ្នាំដែលប្រយុទ្ធប្រឆាំងនឹងប្រជាជនរបស់ខ្លួនឯងទីភ្នាក់ងារព័ត៌មានសកលដូចជា Reuters កំពុងរាយការណ៍ពីការស្លាប់ដែលបញ្ជាក់បាន 5,000 នាក់ទោះជាយ៉ាងណាទិន្នន័យពីកន្លែងកើតហេតុបញ្ជីលេខធ្លេពីភ្នូនិងការស្រែករបស់អង្គការសិទ្ធិមនុស្សបង្ហាញថាចំនួនពិតប្រាកដគឺហួសពីការប៉ាន់ស្មានប្រហែលជារាប់ម៉ឺននាក់ការសារភាពនេះពីរបបគឺជាភស្តុតាងថារបបបានបាត់បង់ការគ្រប់គ្រងប៉ុណ្ណានៅពេលនេះចាំបាច់ត្រូវរំលឹកអំពីការព្រួញមញៀនដ៏គួរឲ្យញញើតដែលធ្វើឡើងដោយប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian បានសារភាពថាខាមេនីអាចត្រូវគេវាយប្រហារដោយផ្ទាល់ហើយស្ថានភាពបែបនេះអាចបង្កឲ្យមានសង្គ្រាមស៊ីវិលដែលមិនទុកថ្មណាមួយនៅតែដដែលនៅក្នុងប្រទេសបើថ្នាក់ដឹកនាំកម្ពុជារបស់រដ្ឋនិយាយដោយបើកចំហអំពីលទ្ធភាពនៃការធ្វើឃាតមេដឹកនាំរបស់ពួកគេវាមានន័យថាមានស្នាមព្រែកមិនអាចជួសជុលបាននៅក្នុងជញ្ជាំងសន្តិសុខរបស់រដ្ឋនោះឡើយហើយស្នាមព្រែកទាំងនេះកំពុងបន្លឺសំឡេងមិនត្រឹមតែនៅតាមផ្លូវរបស់តេហ៍រ៉ាន់ប៉ុណ្ណោះទេថែមទាំងនៅក្នុងបន្ទប់សុវត្ថិភាពបំផុតនៃទីតាំងការទូតផងដែរផុសតាងជាក់ស្ដែងនឹងគួរឲ្យឆ្លងគំនិតបំផុតដែលបង្ហាញថារបបឥឡូវគ្មានអនាគតគឺមកពី Geneva Ali Reza Kerani ដែលជាអ្នកការទូតជាន់ខ្ពស់បំផុតម្នាក់របស់អ៊ីរ៉ង់នៃការិយាល័យអង្គការសហប្រជាជាតិបានលាលែងដោយស្ងាត់ស្ងៀមមួយព្រឹកហើយសុំសិទ្ធិច្រកកនជាមួយអាជ្ញាធរស្វីសនេះមិនមែនជាការលាលែងធម្មតារបស់មន្ត្រីប្រកបរបរទេវាជាមនុស្សនៅចំណឹកបេះដូងរបស់របបដែលមានសិទ្ធិចូលប្រើព័ត៌មានសម្ងាត់បំផុតឃើញនាវាលិតហើយលោតចូលទៅក្នុងទូកជួយសង្គ្រោះដោយដឹងអំពីការបះបោរបដិវត្តដែលកំពុងគ្របដណ្ដប់ប្រទេសរបស់គាត់និងការដួលរលំដែលនឹងកើតមានគាត់បានចាកចេញពីផ្ទះយកគ្រួសារទៅជាមួយដោយខ្លាចមិនអាចត្រឡប់ទៅអ៊ីរ៉ង់វិញសូមគិតមើលបើសិនជាអ្នកការទូតដែលត្រូវបានប្រគល់ភារកិច្ចការពាររបបនៅលើឆាកអន្តរជាតិនៅតែជឿថារដ្ឋរបស់ខ្លួនមិនអាចការពារគាត់បានហើយថែមទាំងនឹងកាត់ទោសគាត់ផងនោះរបបនោះត្រូវបានបញ្ចប់យ៉ាងមានប្រសិទ្ធភាពការរត់គេចនេះដែលកើតឡើងក្នុងពេលដំណើរគ្នានឹងការសារភាពពីការស្លាប់របស់ខាមេនីនិងការភ័យខ្លាចរបស់ Pezeshkian អំពីការធ្វើឃាតបង្ហាញពីកម្រិតនៃភាពតក់ស្លុតនៅតេហ៍រ៉ាន់មន្ត្រីជាន់ខ្ពស់កំពុងពិភាក្សាពីសេណារីយ៉ូនៅក្រោយវាបិទជិតដែលរដ្ឋាភិបាលត្រូវបានផ្ដួលរំលំហើយអ្នកណាគ្រប់គ្នាឯងកំពុងរៀបចំផែនការរត់គេចផ្ទាល់ខ្លួនដូច្នេះខណៈពេលដែលការរត់គេចនេះកំពុងកើតឡើងតើស្ថានភាពនៅតាមផ្លូវយ៉ាងណាខណៈពេលដែលការបែកបាក់កំពុងកើតឡើងនៅកម្រិតគ្រប់គ្រងរបបកំពុងប្រើប្រាស់ការចុងក្រោយដែលនៅសេសសល់គឺកម្លាំងហិង្សាដោយសាហាវបំផុតពួកគេមិនសូវមានអារម្មណ៍ថាត្រូវលះបង់ទៀតឡើយនៅរូបភាពដែលយើងទទួលបាននឹងផ្ទៀងផ្ទាត់កងកម្លាំងប៉ូលីស Milish Basij របស់អ៊ីរ៉ង់ត្រូវបានឃើញកំពុងប្រមូលសម្បកគ្រាប់រ៉ាវៀនធុននៅពេលក្រោយបាំងគ្រាប់ពិតប្រាកដទៅលើបាតកោដើម្បីមិនទុកភ័ស្តុតាងនៅពេលដែលកងកម្លាំងបង្ក្រាបច្បាប់របស់រដ្ឋប្រមូលសម្បកគ្រាប់ដែលបាញ់ទៅលើប្រជាជនខ្លួនឯងវាមិនមែនជាប្រតិបត្តិការសន្តិសុខទេប៉ុន្តែជាការធ្វើឃាតវាយប្រហារដែលរៀបចំផែនការដោយឃើញថាជនជាងភាពខ្លាយត្រូវបានបំបែករបបបានផ្លាស់ប្ដូរយុទ្ធសាស្ត្រនាំសង្គ្រាមចូលទៅក្នុងជីវភាពឯកជនរបស់ប្រជាជនចូលទៅក្នុងផ្ទះរបស់ពួកគេវីដេអូដែលបង្ហោះនៅលើបណ្ដាញសង្គមនិងទីភ្នាក់ងារព័ត៌មានបង្ហាញថាកងកម្លាំងរបបចូលអគារខុនដូនៅក្នុងកំឡុងអាត្រតប្រដប់ដោយអាវុធធ្ងន់បំបែកទ្វារនិងវាយប្រហារផ្ទះនៅរូបភាពមួយទៀតយើងឃើញអ្នកគាំទ្ររបបប្រដប់អាវុធជុំវិញអគារបិទកាមេរ៉ាសុវត្ថិភាពអគារមុនប្រតិបត្តិការដើម្បីមិនទុកភស្តុតាងហើយអួសយកជនស៊ីវិលចិនដោយកម្លាំងរបាយការណ៍ពីអ៊ីស្ហ្វាហុនកាន់តែត្រចៀសដល់ស្ថានភាពរបបបានដាក់កងពលទាហានស្នៀមនៅលើដំបូលអគារដើម្បីបាញ់បាតុករដោយច្បាស់លាស់តើមានសញ្ញាអ្វីច្បាស់ជាងនេះជាងកងពលទាហានស្នៀមចង្អុលកំភ្លើងទៅកាន់ទីផ្លូវខ្លួនឯងទៅលើប្រជាជនខ្លួនឯងទៀតការជ្រៀតជ្រែកដ៏ហិង្សារបស់របបមិនត្រូវបានកំណត់ត្រឹមតែតាមផ្លូវទេ
ដំបងតុលាការក៏ត្រូវបានប្រើប្រាស់ក្នុងទម្រង់ដ៏គ្មានមេត្តាបំផុតមន្ត្រីអ៊ីរ៉ង់ខ្លះដោយមិនខ្វល់ច្បាប់អន្តរជាតិនិងសិទ្ធិមនុស្សអាចនិយាយដោយគ្មានការខ្មាសអៀននៅចំពោះមុខកាមេរ៉ាថាបាតកោដែលត្រូវបានចាប់ខ្លួនត្រូវតែត្រូវបានកាត់ទោសនិងផ្ដន្ទាទោសភ្លាមៗថែមទាំងត្រូវដំឡើង Avasteur ផងសេចក្តីថ្លែងការណ៍ចុងក្រោយរបស់ព្រះរាជអាជ្ញាកំពូលតេហេរ៉ង់អាលីសាលីនឹងត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រផ្នែកច្បាប់ជាស្នាមខ្មៅសាលីបានប្រកាសថាបទល្មើសសម្រាប់បាតកោចំនួនច្រើនត្រូវបានរៀបចំយ៉ាងលឿននិងបញ្ជូនទៅតុលាការគោលបំណងនៅទីនេះមិនមែនដើម្បីផ្ដល់យុត្តិធម៌ទេប៉ុន្តែដើម្បីបង្កើតភាពភ័យខ្លាចក្នុងសង្គមទោះជាយ៉ាងណាមានការពិតមួយដែលតេហេរ៉ង់បរាជ័យក្នុងការគិតគូរពិភពលោកមិនមែនជាពិភពលោកចាស់ទៀតទេហើយរបបអ៊ីរ៉ង់កំពុងលេងជាមួយភ្លើងសកលជាមួយការផ្លាស់ប្ដូរទាំងនេះអ្នកគ្រប់គ្នាដឹងថាមេដឹកនាំអាមេរិក Donald Trump មានសារដ៏ច្បាស់លាស់និងឃោរឃៅសម្រាប់តេហេរ៉ង់បើការប្រហារជីវិតទាំងនេះត្រូវបានអនុវត្តតម្លៃនឹងខ្ពស់ណាស់នេះមិនមែនជាការថ្កោលទោសការទូតតែមួយមុខទេប៉ុន្តែជាជំហាននៃការជ្រៀតជ្រែកដែលអាចកើតមានពិតណាស់ឯកឧត្តមរដ្ឋទូតអាមេរិកប្រចាំអ៊ីស្រាអែល Mike Huckabee ក៏បានវាយប្រហារខាម៉ាណីដោយផ្ទាល់ដោយបញ្ជាក់ច្បាស់ថារបបបានបាត់បង់ភាពស្របច្បាប់ទាំងស្រុងហើយវាជាពេលវេលាសម្រាប់ប្រជាជនអ៊ីរ៉ង់ត្រូវបានរំដោះពីរបបផ្ដាច់ការសញ្ញាទាំងនេះពី Washington បង្ហាញថាខ្សែពួរកំពុងរឹតបន្តឹងជុំវិញអ៊ីរ៉ង់បើរបបតេហេរ៉ង់បន្តការប្រហារជីវិតហិង្សានិងការសម្លាប់សង្ខេបទាំងនេះសហរដ្ឋអាមេរិកមានជម្រើសជាច្រើននៅលើតុយើងយល់ពីប្រភព Pentagon និងចលនាយោធាក្នុងតំបន់ថាកងទ័ពអាមេរិកកំពុងដាក់ខ្លួននៅមជ្ឈមបូព៌ាយ៉ាងសកម្មជាងពេលណាម្ដងបន្ថែមពីក្រុមនាវាយន្តហោះនៅឈូងសមុទ្រ Persia កងភ្លង F-35 និង F-15 ដែលបានដាក់ពង្រាយទៅតំបន់មិនមែនជាការបង្ហាញកម្លាំងតែមួយមុខទេប៉ុន្តែជាការបើកឆាកសម្រាប់ប្រតិបត្តិការខ្យល់ដែលអាចកើតមានជាពិសេសការលប៉ាត់មកគ្រី4ម៉ោងក្នុងមួយសប្តាហ៍របស់យន្តហោះឆ្លៀបចូលខ្ពស់ដូចជា MQ-4C Triton នៅតាមព្រំដែនអាកាសអ៊ីរ៉ង់បញ្ជាក់ថាអាមេរិកកំពុងតាមដានរាល់ចលនារាល់ការដឹកជញ្ជូននិងរាល់មូលដ្ឋានយោធាក្នុងអ៊ីរ៉ង់ជាពេលវេលាពិតប្រាកដ Washington កំពុងរងចាំឲ្យរបបខាម៉ាណីធឿកំហុសខណៈលទ្ធភាពនៃការវាយប្រហារលើស្ថាននុយក្លេអ៊ែរនៅតែនៅលើតុផែនការសម្រាប់ការវាយប្រហារស៊ីបឺនិងកម្លាំងរាងកាយដែលអាចធ្វើឲ្យមជ្ឈមណ្ឌលបញ្ជាការនិងការគ្រប់គ្រងរបស់របបស្ទើរតែគ្មានសកម្មភាពកំពុងត្រូវបានធ្វើបច្ចុប្បន្នភាពការលុបបំបាត់សមត្ថភាពមីស៊ីលបាឡីស្ទិករបស់អ៊ីរ៉ង់និងការធ្វើឲ្យបណ្ដាញទំនាក់ទំនងរបស់ Revolutionary Guards ងងឹតត្រូវបានចាត់ទុកជាជំហានដំបូងនៃប្រតិបត្តិការដែលអាចកើតមានអាមេរិកកំពុងខ្សឹបនៅក្នុងច្រករបៀងការទូតថាវាអាចចាត់ទុកមូលដ្ឋាននិងអគារតុលាការដែលមានគោលបំណងបំបែកការតស៊ូរបស់ប្រជាជនអ៊ីរ៉ង់ជាគោលដៅស្របច្បាប់មិនត្រឹមតែអាមេរិកទេទូអង្គខ្លាំងបំផុតរបស់អឺរ៉ុបក៏កំពុងប្រុងប្រយ័ត្នចំពោះអ៊ីរ៉ង់ដែរពីទស្សនៈតុល្យភាពតំបន់វាមិនអាចបញ្ចប់ការវិភាគអំពីអ៊ីរ៉ង់ដោយមិនរាប់បញ្ចូលកត្តាអ៊ីស្រាអែលទេស៊ើបការអ៊ីស្រាអែលបានបង្ហាញសមត្ថភាពប្រតិបត្តិការរបស់ខ្លួននៅក្នុងអ៊ីរ៉ង់ជាច្រើនដងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះឥឡូវនេះខណៈរបបកំពុងតស៊ូជាមួយផ្លូវលទ្ធភាពដែលអ៊ីស្រាអែលអនុវត្តប្រតិបត្តិការវះកាត់ប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែរឬស្ថានយោធាសំខាន់ៗរបស់អ៊ីរ៉ង់អាចខ្ពស់ជាងពេលណាការជ្រៀតជ្រែកខាងក្រៅបែបនេះអាចបំផ្លាញសិទ្ធិអំណាចដែលផុយស្រាយរួចទៅហើយជាជាងធ្វើឲ្យរបបរួបឡើងវិញក៏មានចលនាមកពីចក្រភពអង់គ្លេសដែរទីក្រុងឡង់ហាដូចជាកំពុងរៀបចំសម្រាប់សេណារីយ៉ូចំនួនដែលអាចកើតមានក្រសួងការបរទេសចក្រភពអង់គ្លេសបានលើកកម្រិតហានិភ័យសម្រាប់ដុតប្រមូលប្រទេសរួមទាំងអ៊ីរ៉ង់និងទូគីក្នុងការណែនាំធ្វើដំណើរដែលចិនឲ្យពលរដ្ឋរបស់ខ្លួនការណែនាំធ្វើដំណើរដ៏ទូលំទូលាយបែបនេះជាធម្មតាត្រូវបានចេញភ្លាមមុនប្រតិបត្តិការយោធាធំដើម្បីការពារការខូចខាតដល់ពលរដ្ឋនិងសម្រួលការជម្លៀសពលរដ្ឋសកម្មភាពកើនឡើងនៅមូលដ្ឋានអាកាសចក្រភពអង់គ្លេសនៅ Cyprus និងការកើនឡើងនៃជើងហោះហើររបស់យន្តហោះបំពេញអ៊ីនធឺណិត Royal Air Force នៅតំបន់គឺជាសញ្ញាខ្លាំងបំផុតថាសម្ព័ន្ធមិត្តខាងលិចកំពុងធ្វើការលើផែនការប្រតិបត្តិការរួមគ្នាប្រឆាំងនឹងអ៊ីរ៉ង់ខណៈរបបបង្ក្រាបប្រជាជនខាងក្នុងវាប្រឈមនឹងការឡោមព័ទ្ធយោធាដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រខាងក្រៅទោះបីរដ្ឋបាលខាមេនីគម្រាមបិទលំហអាកាសរបស់ខ្លួនដើម្បីកាត់បន្ថយសម្ពាធនេះក៏ដោយការបោកប្រាស់ទាំងនេះមិនមានសម្លេងឆ្លើយតបនៅក្នុងរាជធានីខាងលិចទេផ្ទុយទៅវិញរាល់ជំហានឈ្លានពានរបស់តេរ៉ង់កាន់តែពង្រឹងភាពស្របច្បាប់នៃការជ្រៀតជ្រែកពីភាគីម្ខាងទៀតជំហរអន្តរជាតិចំពោះរបបតេរ៉ង់មិនត្រូវបានកំណត់ត្រឹមតែការគម្រាមកំហែងយោធាទេដំណើរការនៃការឯកអាការការទូត
នឹងផ្នែកច្បាប់កំពុងដំណើរការលឿនសូម្បីតែប្រទេសដែលរក្សាទំនាក់ទំនងឆ្ងាយប៉ុន្តែតុល្យភាពជាមួយអ៊ីរ៉ង់ជាច្រើនឆ្នាំឥឡូវកំពុងដុតស្ពានការសម្រេចចិត្តប្រវត្តិសាស្ត្រពីអាហ្សង់ទីនគឺជាឧទាហរណ៍គួរឲ្យកត់សម្គាល់បំផុតនៃដំណើរការនេះរដ្ឋបាល Buenos Aires បានប្រកាសថាទទួលស្គាល់កងកម្លាំង Revolutionary Guards អ៊ីរ៉ង់ជាផ្លូវការជាអង្គការភេរវករការសម្រេចចិត្តនេះមានន័យថាកងកម្លាំងប្រដាប់អាវុធសំខាន់បំផុតរបស់រដ្ឋអ៊ីរ៉ង់ត្រូវបានកាត់បន្ថយទៅស្ថានភាពដោយ ISIS ឬ Al-Qaeda ក្រោមច្បាប់អន្តរជាតិស្ថានភាពនេះមិនត្រឹមតែកំណត់កម្លាំងផ្លាស់ប្ដូររបស់អាជ្ញាធរអ៊ីរ៉ង់នៅអាមេរិកខាងត្បូងទេប៉ុន្តែថែមទាំងនាំឲ្យពួកគេបានបដិសេធបន្ថែមពីប្រព័ន្ធហិរញ្ញវត្ថុសកលផងសម្លេងស្រដៀងគ្នាការឡាយពីបេដងអ៊ុរ៉ុបពីអាល្លឺម៉ង់រដ្ឋបាលប៊ែតលីនបានថ្លែងថារបបអ៊ីរ៉ង់បាត់បង់ស្ថានភាពជារដ្ឋស្របច្បាប់ដោយហិង្សាដែលវាបង្កប្រជាជនខ្លួនឯងទំនាក់ទំនងការទូតអាចត្រូវបានផ្ដាស់ដហើយនឹកទេរ៉ង់នឹងត្រូវបានព្យាបាលជារដ្ឋផារីនៅក្នុងសហគមន៍អន្តរជាតិសេចក្តីប្រកាសទាំងនេះគឺជាការបញ្ជាក់ផ្លូវការថារបបខាមីណេត្រូវបានឯកការទាំងស្រុងពីពិភពលោកនិងមិនបានគេមើលឃើញជាដៃគូដើម្បីចរចាទៀតទេតើអ៊ីរ៉ង់អាចរួចផុតពីស្ថានភាពនេះបានទេប្រវត្តិសាស្ត្របង្ហាញថារបបដែលផ្នែកខាងក្នុងបានដួលរលំទាំងស្រុងបាត់បង់ការគាំទ្រពីប្រជាជននិងត្រូវបានឯកោពីពិភពលោកខាងក្រៅមានឱកាសរស់រានមានជីវិតស្ទើរតែសូន្យរដ្ឋបាលខាមីណេកំពុងព្យាយាមលេងកាតរុស្ស៊ីនិងចិនដែលវាពឹងផ្អែកជាច្រើនឆ្នាំវាមិនមែនជាអាថ៌កំបាំងទេថាយន្តហោះដឹកទំនិញ Antonov ពីមូស្គូកំពុងដឹកឧបករណ៍យោធាទៅថេរ៉ង់ហើយចិនកំពុងលក់ប្រព័ន្ធការពារអាកាស HQ-9B ទៅអ៊ីរ៉ង់ប៉ុន្តែតើជំនួយនេះគ្រប់គ្រាន់ដើម្បីសង្គ្រោះអ៊ីរ៉ង់ទេជាមួយរុស្ស៊ីដែលកំពុងអស់កម្លាំងកងទ័ពនៅអ៊ុយក្រែននិងចិនដែលប្រុងប្រយ័ត្នចំពោះសង្គ្រាមពាណិជ្ជកម្មជាមួយរដ្ឋបាលត្រាំគ្មាននរណាម្នាក់នឹងលោតចូលភ្លើងសម្រាប់ថេរ៉ង់ទេយន្តហោះពី3គ្រឿងពេញដោយគ្រាប់រំសេវពីមូស្គូឬរ៉ាដាដែលចិនលក់มันអាចបំបត្តិកំហឹងរាប់លាននាក់នៅតាមផ្លូវអ៊ីរ៉ង់ឬបញ្ឈប់កម្លាំងបាំងរបស់កងនេវ៉ាយន្តហោះអាមេរិកបានទេទោះរបបប្រើជំនួយខាងក្រៅនេះជាការឃោសនាដើម្បីលើកទឹកចិត្តមូលដ្ឋានរបស់ខ្លួនក៏ដោយក៏កៅពិតភូមិសាស្ត្រនយោបាយស្រែកថាអ៊ីរ៉ង់នៅតែម្នាក់ឯងនៅផ្នែកសេដ្ឋកិច្ចនៅអ៊ីរ៉ង់ស្ថានភាពកាន់តែអាក្រក់ជាងរូបភាពយោធារូបិយប័ណ្ណអ៊ីរ៉ង់ Rial បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រនីតិរបស់ខាមីណេអំពីសេដ្ឋកិច្ចធន់ត្រូវបានបំផ្លាញដោយសត្វចម្លែកអធិបរណាការវាយបង្ហារបស់កម្មករប្រេងការបំផ្លិចបំផ្លាញរោងចក្រអគ្គិសនីនិងអ្នកលក់រាយបិទទ្វារកំពុងកាត់ផ្លូវឈាមរបស់របបប្រជាជនឥឡូវនេះចេញតាមផ្លូវមិនត្រឹមតែសម្រាប់សេរីភាពទេប៉ុន្តែសម្រាប់នំប៉័ងសម្រាប់ការរស់រានមានជីវិតនៅក្នុងប្រទេសដែលឪពុកមិនអាចទិញទឹកដូកឲ្យកូនអ្នកជំងឺមិនអាចទទួលបានថ្នាំគ្មានវោហារស័ត្រគំនិតគ្មានហ្វាត់ឆ្វាសាសនាណាអាចរក្សារបបនៅក្នុងអំណាចបានទេយុទ្ធសាស្ត្ររបស់របបក្នុងការលក់ការដួលរលំសេដ្ឋកិច្ចជាលទ្ធផលនៃតនកម្មខាងលិចលែងដំណើរការទៀតហើយព្រោះប្រជាជនដឹងច្បាស់ថាពាន់លានដុល្លារត្រូវបានចំណាយលើលេបាណុនយេម៉ែនស៊ីរីនិងអាវុធនុយក្លេអ៊ែរជំនួសឲ្យសុខុមាលភាពប្រជាជនពាក្យស្លោកនៅតាមផ្លូវដែលហៅថាអ៊ីរ៉ង់ជាជាងហ្គាហ្សាឬលេបាណុនសង្ខេបការភ្ញាក់ដឹងខ្លួននេះបំផុតភាពវេក្វរដែលអ៊ីរ៉ង់កំពុងជួបប្រទះកំពុងនាំមកនូវវិបត្តិថ្នាក់ដឹកនាំអាយុនិងសុខភាពរបស់ខាមីណេធ្វើឲ្យសំណួរថាតើនឹងកើតអ្វីកើតឡើងបន្ទាប់កាន់តែសំខាន់ជាងពីណាមជ្ឈមណ្ឌលអំណាចនៅក្នុងរបបមេបញ្ជាការកង Revolutionary Guards និងឥស្សរជនសាសនាបានចាប់ផ្ដើមប្រយុទ្ធគ្នាដើម្បីតំណែងរបស់ខាមីណេរួចហើយការរត់គេសរបស់អ្នកការទូតដូចជាអាលីរេហ្សាជារ៉ានីហុកម៉ាបាតអាចជាផ្កាភ្លើងដំបូងនៃចំនួនផ្ទៃក្នុងនេះខណៈនាវាកំពុងញ័រនៅចង្កូតក្រុមនាវាកំពុងវាយគ្នាខ្លះកំពុងលួចទ្រព្យសម្បត្តិទៅបរទេសខ្លះកំពុងស្វែងរកកិច្ចព្រមព្រៀងសម្ងាត់និងខ្លះកំពុងព្យាយាមការពារតំណែងដោយហិង្សាកាន់តែខ្លាំងទោះយ៉ាងណាការបែកបាក់នេះពង្រឹងដៃបាតកោពួកគេឃើញមិនមែនជារដ្ឋដែករឹងមាំដែលរួបរวมទេប៉ុន្តែជាក្រុមក្មេងភ័យខ្លាចបែកបាក់និងខ្វះទំនុកចិត្តในចំណុចនេះជំហររបស់កងទ័ពធម្មតាឬ Artes នៅតែជាចំណុចមិនដឹងខណៈកង Revolutionary Guards ដើរតួជាអ្នកពង្រឹងរបបកងទ័ពធម្មតាដែលមានទាហានបម្រើកាតព្វកិច្ចនិងមកពីប្រជាជនកំពុងសង្កេតមើលព្រឹត្តិការណ៍ដោយស្ងប់ស្ងៀមប្រវត្តិសាស្ត្របង្ហាញថាកងទ័ពបដូរចំហៀងឬនៅអព្យាក្រឹតនៅក្នុងដំណើរការបដិវត្តន៍ជាការធម្មតាដើម្បីបន្ទាប់ផ្ដាច់ការមានរាយការណ៍ថាទាហាននៅកម្រិតទាបរបស់កងទ័ពអ៊ីរ៉ង់បដិសេធបាញ់ទៅលើប្រជាជននិងភាពមិនសុខសាន្តកំពុងកើនឡើងនៅជំរុះបើនៅពេលណាមួយកងទ័ពថាយើងជាកងទ័ពរបស់ប្រជាជនមិនមែនជារបបទេឬយ៉ាងហោចណាស់បដិសេធបញ្ចោលការភ្លើងទៅលើប្រជាជនហ្គេមនេះនឹងចប់សម្រាប់ខាមីណេនិងកង Revolutionary Guards របបដឹងរឿងនេះហើយរកទុកកងទ័ពក្រោមសម្ពាធជាប់ច្បងប៉ុន្តែភាពខ្លាចមានកម្រិតតែប៉ុណ្ណោះ
នៅពេលដាក់ទិន្នន័យវីដេអូនិងការអភិវឌ្ឍទាំងអស់នេះរួមគ្នារូបភាពដែលលេចឆ្លាមកជាច្បាស់លាស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់កំពុងប្រឈមនឹងវិបត្តិថ្នាក់អធិបតេយ្យធំជាងគេតាំងពីឆ្នាំ1979ហើយលើកនេះគ្មានពន្លឺនៅចុងផ្លូវរួមទេរាប់ពាន់អ្នកស្លាប់អ្នកការទូតរត់កេះសេដ្ឋកិច្ចដួលរលំរបបបញ្ចោការភ្លើងទៅលើប្រជាជនខ្លួនឯងនិងអំណាចសកលកំពុងគូសទ្វារទាំងអស់នេះគឺជាសញ្ញាថាចុងបញ្ចប់របស់របបថេរ៉ង់អាចនឹងខិតមកដល់ការសារភាពរបស់ខាមេនីថារាប់ពាន់អ្នកស្លាប់គឺជាការហត្ថលេខាលើវិញ្ញាណបត្រដៃស្លាប់របស់របបជំពាងភាពខ្លាចបានដួលរលំការស្បូរស្ងប់ស្ងៀមបានបំបែកប្រជាជនអ៊ីរ៉ង់អាចមានបទបំណងមិនងាកត្រឡប់ក្រោយវិញទេទោះប្រឈមនឹងតម្លៃប៉ុណ្ណាដំណើរការនេះអាចចំណាយពេលខែបើហាក់ជាមានឈាមបង្ហើរបន្ថែមទៀតប៉ុន្តែវាអាចប្រកាសថាអ៊ីរ៉ង់នឹងមិនដូចមុនទៀតហើយខ្យល់នៃការផ្លាស់ប្ដូរឥឡូវនេះคล้ายទៅជាព្យុះហើយនិងព្យុះនេះមិនមានសញ្ញានៃការស្ងប់ស្ងៀមទេតតែវាបំផ្លាញវាំងដែលសាងសង់លើមូលដ្ឋានរលុះតើអ្នកគិតថាភ្លើងនៅអ៊ីរ៉ង់នឹងត្រូវបានពន្លួចទេឬវានឹងคล้ายទៅជាបដិវត្តន៍ដែលផ្លាស់ប្ដូរផែនទីមជ្ឈិមបូព៌ាតើការជ្រៀតចូលយោធាខាងលិចនឹងបង្កើនល្បឿនដំណើរការនេះទេកុំភ្លេចចែករំលែកគំនិតរបស់អ្នកក្នុងមណ្ឌលអរគុណសម្រាប់ការមើលដើម្បីទទួលបានព័ត៌មានថ្មីកុំភ្លេចចុចជាវបើកការជំនីចំណនិងចូលចិត្តវីដេអូរបស់យើងជួបគ្នាលើកក្រោយនៅក្នុងការវិភាគបន្ត